ជំរាបសួរបងប្អូនអរគ្នាសូមស្វាគមន៍មកកាន់ Facebook Page នៅក្នុងខ្ញុំគូគីសភាថ្ងៃនេះខ្ញុំមកចង់និយាយតិចនេះធ្វើខ្ញុំសយងចេញឲ្យមានរសជាតិឆ្ងាញ់ហើយសយងចេញដែលខ្ញុំធ្វើខ្ញុំឆ្ងាញ់គឺជាសយងចេញដែលថ្មីល្អណាស់ថ្មីកាន់តែថ្មីគឺកាន់តែសកាន់តែឈ្ងុយតែរបស់ខ្ញុំទិញមកគឺថ្មីយ៉ាងតែយកមកគឺកាហ្វេមួយយកយើងវាចាស់ដែរហើយខ្ញុំមកវារហូតដល់ស្ទាប់យើងសល់វាខ្ញុំបានថាអញ្ចឹងនៅក្នុងផងនេះវាអត់តាទេបានថាវាចាស់ហើយធ្វើខ្ញុំខ្លួនឯងគេធ្វើលក់គេចេះជួបចាស់អញ្ចឹងណាហើយខ្ញុំខ្លួនឯងដែលយើងជួបឲ្យឆ្ងាញ់មកដល់ហើយសម្រាប់សយងចេញធំប៉ុណ្ណឹងខ្ញុំប្រើទឹកចំនួន1លីត្រចូលឆ្ងាញ់អាចពី2ផ្លែទៅ3ផ្លែអាស្រ័យលើអកូនយើងទឹកច្រើនទៅតិចហើយបងប្អូនអាចប្រើពេកខូចទុំទុំបែបហ្នឹងយកមកធ្វើក៏បានដែរអត់បញ្ហាទេខូចខូចតិចធ្វើក៏បានដែរហើយយើងច្បាស់យើងចាក់ក្បាលសយងចេញចោលបន្តិចជ្រលក់វាជាមួយទឹកខូចឆ្ងាញ់ទៅដល់វាខ្លាំងមុខហើយក៏បងប្អូនអាចជួយទឹកខូចឆ្ងាញ់សិនដែរមុននឹងយកមកចិត្តហើយសម្រាប់ការជួបសយងចេញទៅជួបឲ្យថាដៃដើម្បីទទួលបានស័យសយងចេញស្អាតល្អសម្រាប់ខ្ញុំគឺចូលចិត្តជួបវាស្អាតអញ្ចឹងយកញ៉ាំគឺវាឆ្ងាញ់និយាយទុំបើយើងជួបវាកាត់កាត់ទៅញ៉ាំទៅឆ្ងាញ់ទេហើយពេលបងប្អូនចិត្តបានពាក់ប្រាគឺដល់ស្ទាប់ការជេរហើយបងប្អូនបានជួបទៀតវានឹងមកតែការជេរវាមកអញ្ចឹងមកជួបទៀតទេបានពាក់ប្រាខ្ញុំចាប់តាមបកស្ទាប់សយងចេញដើម្បីដកយកប្រដៅចេញនេះយកទៅស្ទាប់ហើយបោះចោលទៅដូរហ្នឹងហើយយើងបន្តជួបវារហូតដល់តែមកមានកាន់លីងកើតជួយហើយយើងធ្វើការច្បល់វាជាមួយទឹកខូចឆ្ងាញ់ច្បល់វាឲ្យសក់អត់ច្បល់យូរទេច្បល់ដល់សក់យើងយកវាទៅលាងទឹកចេញកាលណាយើងទាំងជាមួយទឹកខូចឆ្ងាញ់យូរពេកគឺសយងចេញទៅជាទុំវិញណាអញ្ចឹងបងប្អូនគាត់ជួបហើយច្បល់វាហើយយកមកលាងទឹកសម្រាប់ការលាងអាចលាងសក់ទៅពីទឹកហើយសយងចេញគឺសប៉ុណ្្នឹងហើយតែសយងចេញគឺស្អាតៗអត់កែហើយសម្រាប់ខ្ញុំគឺខ្ញុំលាងវាជាមួយពីទឹកណាកុំឲ្យវានៅជាប់ទឹកមកបាត់ច្រើនហើយពេលលាងមួយហើយយើងទុកឲ្យវាសក់ទឹកយើងអាចជាប់វាចូលទៅកកក្រាសេសិនទៅយើងចាប់តាមរៀបចំគ្រឿងផ្សេងៗទៀតឥឡូវនេះខ្ញុំមកចាប់តាមការស្ងោរសាច់ឲ្យយើងដាក់ទឹកចូលចំនួន1លីត្រពេលយើងដាំទឹកឲ្យពុះសិនសម្រាប់ខ្សែសាច់ខ្ញុំប្រើស្បែកជ្រូកចំនួន1ខាំកន្លះបន្ទាប់មកយើងមានមាន់ម្ជូរក៏គឺចំនួន1ខាំឥឡូវទឹកពុះហើយយើងចាប់តាមយកសាច់យើងយកមកបង់ចូលតែម្ដងហើយខ្ញុំដាក់ស្ងោរនោះខ្ញុំមានបន្ថែមជាមួយនឹងម្សៅស៊ុបចំនួនកន្លះស្លាបព្រាកាហ្វេហើយយើងស្ងោរវាប្រហែលជា20នាទីទៅសាច់ជ្រូកជាមួយនឹងមាន់ក៏យើងគឺវាឆ្អិនហើយហើយចំពោះកំពឹសវិញយើងយកលេងនៅឈ្មោះណាយើងលេងដាក់ម្សៅស៊ុបចូលក្នុងកាហ្វេហើយគឺយើងមានឲ្យលេងតែ1នាទីទៅ2នាទីទៅគឺយើងឆ្អិនហើយចឹងខ្ញុំមកបងប្អូនទុកវាមួយឡែកសិនហើយខ្ញុំមកធ្វើទឹកហ្វេសម្រាប់យើងទុកញ៉ាំជាមួយនឹងសយងចេកគឺយើងប្រើទឹកសចំនួន8ដល់កំពឹសម្ទេសខ្ញុំប្រើប្រហែលជា2ដល់10ផ្លែម្ទេសបងប្អូនដាក់តែច្រើនតាមចំណង់ចិត្តបងប្អូនអ្នកក៏អត់សូវចូលចិត្តហើយយើងបន្ថយបន្តិចតាមនឹងណាហើយខ្ញុំយកវាមកចាំឲ្យម៉ត់បងប្អូនអាចចាំបានកាន់តាមចំណង់ចិត្តទេយើងចាំវាម៉ត់មួយហើយយើងចាប់តាមរៀបចំទូការលាយគ្រឿងតែម្ដងហើយបងប្អូនត្រៀមមកចាំគោមួយមកយើងដាក់សចូលជាមួយសេរីបាយបងប្អូនយកសេរីបាយហ្នឹងវាពេញបាត់ហ្នឹងណាហើយចំពោះទឹកហ្វេគឺខ្ញុំប្រើចំនួន8សេរីបាយគឺយកសេរីបាយនឹងវាដូចគ្នាហើយបន្ទាប់មកយើងបន្ថែមជាមួយទឹកប្រាំអូនឬក៏បងប្អូនប្រើទឹកប្រាំពុះក៏បានដែរចំនួនកន្លះកូនចានទឹកឬបងប្អូនអាចចាក់វាបន្តិចចូលរសជាតិតាមបងប្អូនចូលចិត្តសិនណាហើយយើងបន្ថែមទឹកដើម្បីកុំឲ្យរសជាតិទឹកហ្វេហ្នឹងវាមុតដូចជាទឹកហ្វេកកង់ឬក៏ទឹកហ្វេបុកខ្ញុំអត់យករសជាតិវាមុតដល់ប៉ុណ្្នឹងទេព្រោះសម្រាប់ខ្ញុំសយងចេកកាលណាយើងប្រើរសជាតិទឹកហ្វេមុតខ្លាំងពេកខ្ញុំសយងចេកគឺសាច់ឆ្ងាញ់វាខុសពីយើងខ្ញុំផ្សេងៗទៀតយើងអាចធ្វើការទឹកហ្វេមុតបានហើយយើងកូរស្ករវារលាយសក់តិចហើយមិនចាក់ខូចឆ្ងាញ់ចូលខូចឆ្ងាញ់គឺខ្ញុំប្រើចន្លោះពី4ផ្លែទៅ5ផ្លែអាស្រ័យលើទឹកច្រើនឬទឹកតិចនឹងរសជាតិជូររបស់បងប្អូនចូលចិត្តសម្រាប់ខ្ញុំប្រើចំនួន4ផ្លែប្រហែលជា4ស្លាបព្រាទៅ5ស្លាបព្រាហ្នឹងឯងហើយចាក់ចូលទៅអស់មករសជាតិគឺជូរប្រៃៗមកល្មមវាអត់មុតខ្លាំងតែវាអត់ស្រាលពេកដែរទឹកហ្វេធ្វើរួចហើយយើងទុកវាមួយឡែកសិនយើងមកមើលសាច់មាន់ខ្ញុំវិញបន្ទាប់ពី20នាទីមកយើងបិទភ្លើងហើយយើងធ្វើការស្រង់សាច់អស់ចេញមកក្រៅសម្រាប់កមាន់អីហ្នឹងយើងស្ងោរវាអស់ព្រោះទឹកគឺអត់ចោលទេខ្ញុំទុកវាមកធ្វើស៊ុបហត់ញ៉ាំអញ្ចឹងណាហើយស្បែកជ្រូកវិញតែមកគឺវានៅខ្លាញ់បងប្អូនអាចជិះវាចោលឬក៏ញ៉ាំទាំងអស់ក៏បានដែរហើយយើងយកវាមកហាន់ជាសរសៃតូចៗសម្រាប់ស្បែកជ្រូកសម្រាប់មាន់ខ្ញុំស្ងោររយៈពេល20នាទីហ្នឹងគឺមកល្មមតែម្ដងវាអត់ឆ្អិនពេកហើយវាក៏អត់ស្ទើរដែរមកល្មមឆ្ងាញ់វាមានជាតិហើយសាច់យើងរៀបចំរួចអស់ហើយបងប្អូនអាចចាប់បានធ្វើការញ៉ាំបានហើយចំពោះការញ៉ាំសយងចេកខ្ញុំអត់ប្រើសយងចេកសុទ្ធទេខ្ញុំលាយជាមួយស្ករបន្តិចហើយជីកសមុទ្រចាំបាច់ទឹកមានចំពោះការញ៉ាំហើយចំពោះស្បែកដីវិញគឺខ្ញុំលាយខ្លួនឯងបែបនេះមកវាឈ្ងុយហើយកាហ្វេរបស់យើងគឺตัวវារលាយស្ករបានសព្វល្អមកយកមកធ្វើញ៉ាំទៅវាចូលជាតិហើយឥឡូវបងប្អូនចាប់តាមត្រៀមចានធំមួយមកសម្រាប់ខ្ញុំដាក់សយងចេករៀងច្រើនជាងស្បែកក្រៅស្បែកក្រៅយើងដាក់វាតិចតួចសម្រាប់ដើម្បីជួយឲ្យបន្លែយើងគឺវាទន់នេះហើយបងប្អូនចូលជាមួយនឹងជីខ្មុកទៀតមកហើយយើងចាប់តាមដាក់សាច់ចូលខ្ញុំដាក់មកតិចសិនមានស្បែកក្រៅវាសាច់មាន់ជាមួយនឹងកំពឹសបន្តមកទៀតយើងចាប់តាមដាក់ត្រីសម្រាប់ត្រីបងប្អូនអាចដាក់ម្ដងតិចតាមបានបងប្អូនលាយហើយយើងធ្វើការច្បល់វាឲ្យសាច់ចូលជាតិហើយចាំបងប្អូនភ្លក់រសជាតិឲ្យល្មមហើយគឺអូខេទៅហើយដាក់ឲ្យល្មមទៅយើងបន្តបន្ថែមជាមួយនឹងត្រីនឹងតាមដែលយើងចូលចិត្តណាពេលដែលយើងភ្លក់ល្មមឆ្ងាញ់ខ្ញុំបន្ថែមជាមួយនឹងស្បែកដីចូលស្បែកដីដាក់តិចច្រើនតាមចំណង់ចូលចិត្តតែខ្ញុំចូលចិត្តដាក់រៀងច្រើនដែរតែខ្ញុំដាក់ប៉ុណ្្នឹងសិនពេលដែលយើងយកវាមករៀបចូលច្រើនបាទខ្ញុំបន្ថែមបន្តទៀតហើយទៅប៉ុណ្្នឹងខ្ញុំសយងចេកខ្ញុំគឺរាល់ហើយបងប្អូនចូលធ្វើគឺអាចសាកល្បងធ្វើតាមវិធីខ្ញុំបានអរគុណច្រើនបងប្អូនអរគ្នាបានចូលមើលវីដេអូរបស់ខ្ញុំតាមតាមរយៈចប់មានសំណួររីបត់អាចខមមិនខាងក្រោយវីដេអូបានស្មារតីបងប្អូនថ្មីសូមជួយ Subscribe ជម្រាបលាជួបក្នុង Follow Page ខ្ញុំផងអរគុណជម្រាបលាជួបគ្នាវីដេអូក្រោយ